បាទជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបញោមពោះគោត្រយូងចេកហើយពោះគោយើងយកមកញោមអញ្ចឹងក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូនហើយរបៀបធ្វើវាអត់ពិបាកទេគ្រាន់តែយូរពេលយើងស្ងោរពោះគោតែប៉ុណ្ណឹងបាទហើយបន្តិចទៀតគឺថាតាមដានទស្សនានេះធ្វើនិងគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាហើយមុនដំបូងខ្ញុំយកពោះគោយកមកស្ងោរហើយក្នុងទឹកស្ងោរនោះខ្ញុំដាក់អំបិលហើយនិងគ្រឿងកាត់ឆ្អាបហើយយើងយកពោះគោយកមកស្ងោរតែម្ដងមកហើយរយៈពេលស្ងោរគឺយើងអត់កំណត់ទេណាយើងស្ងោរតលផុយឥឡូវពោះគោវាផុយហើយយើងស្រង់វាឡើងទុកតិចមកយើងយកទៅហាន់ហើយចំណែកពោះគោដែរខ្ញុំស្ងោរយូរមែនទែនដើម្បីឲ្យវាផុយហើយពេលវាតិចហើយយកមកហាន់មកយើងហាន់តិចតូចអញ្ចឹងណាកុំឲ្យហាន់ធំពេកពេលណាដែលយើងហាន់ធំពេកវាមើលទៅអត់ស្អាតទេបងប្អូនយើងហាន់វាតិចតូចអញ្ចឹងមកហើយពោះគោខ្ញុំដាក់ពោះគោចម្រុះយើងហាន់ឲ្យអស់មកពេលហាន់រួចរាល់ហើយយើងយកវាដាក់ក្នុងចានសិនហើយនេះគឺជាត្រយូងចេកហើយត្រយូងចេកណាគឺខ្ញុំហាន់តាមនឹងទឹកក្រូចឆ្មាហើយយើងយកវាទៅលាងទៅហើយឥឡូវយើងមកធ្វើទឹកញោមយ៉ាងតែម្ដងហើយមុនមកដាក់ទឹកត្រីស្ករសទឹកប្រហុកហើយនឹងប៊ីចេងហើយច្បាច់ក្រូចឆ្មា2-3ជាណាត់សិនមកក្រូចឆ្មាយើងមិនតន់ដាក់ច្រើនពេកណាពេលណាទៅពេលជូរយើងកែបានទេយើងដាក់តែ2-3ជាណាត់សិនទៅបានហើយយើងញ៉ាំភ្លក់ច្បាច់ក្រូចឆ្មាខ្ញុំដាក់ខ្ទឹមសខ្ញុំមានច្រាមហើយចូលទៅហើយម្ទេសស្រស់ហើយនឹងខ្ទឹមក្រហមហាន់ស្ដើងហើយយើងកូរវាមកកូរឲ្យសព្វគ្នាមកហើយកន្លែងហ្នឹងយើងភ្លក់ទៅបងប្អូនរសជាតិថែមថយតាមចំណង់ចំណូលចិត្តណាឃើញថារសជាតិវាបានហើយជាបន្ទាប់ខ្ញុំដាក់ពោះគោខ្ញុំហាន់ហើយចូលមកទាំងអស់មកហើយយើងកូរវាមកកូរឲ្យគ្រឿងក្រៅវាចូលជាតិនឹងពោះគោរបស់យើងហើយដូចខ្ញុំប្រាប់អញ្ចឹងពោះគោយើងស្ងោរតលភើឲ្យវាឆ្ងាញ់ណាស្ងោរស្វិតហ្នឹងអត់សូវឆ្ងាញ់ទេបងប្អូននេះវាសព្វគ្នាល្អហើយជាបន្ទាប់ខ្ញុំដាក់ត្រយូងចេកចូលទៅហើយយើងកូរឲ្យសព្វមកយើងកូរឲ្យសព្វឲ្យវាឆ្ងាញ់ណាដល់ពេលឃើញតែវាសព្វហើយខ្ញុំដាក់ជីចូលទៅជីខ្ញុំមានជីណានិងជីស្គាល់ត្រីហើយយើងកូរវាម្ដងទៀតហើយកន្លែងនេះវារៀងស្ទើរហឹលខ្ញុំដាក់ម្ទេសហុយថែមទៀតបងប្អូនគឺបងប្អូនមិនសូវចេះហឹលយើងមិនបាច់ដាក់ក៏បានដែរតែខ្ញុំរៀងស្ទើរខ្ញុំដាក់ថែមទៀតមកហើយយើងកូរច្បល់ឲ្យវាសព្វគ្នាទៅប៉ុណ្្នឹងជាការស្រេចហើយយើងអាចយកទៅញ៉ាំបានហើយរសជាតិគឺថាឆ្ងាញ់មែនទែនបាទហើយសម្រាប់វីដេអូនេះក៏មានប៉ុណ្្នឹងទេបាទសូមអរគុណប្រកាសតាមដានទស្សនារបស់បងប្អូនពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា